សូមជម្រាបសួរថ្ងៃនេះខ្ញុំអាននៅព្រះគម្ពីរទំនុកដំកើងនៅជំពូក112ចូលសរសើរដល់ព្រះយេហូវ៉ាមានពរហើយអ្នកណាដែលកោតខ្លាចដល់ព្រះយេហូវ៉ាហើយមានសេចក្តីអំណរជាខ្លាំងចំពោះសេចក្តីបង្គាប់របស់ទ្រង់ពូជពងរបស់អ្នកនោះនឹងបានពូកែនៅផែនដីឯដំណរមនុស្សទៀងត្រង់គេនឹងបានពរចំណែកធនធាននិងទ្រព្យសម្បត្តិរមែងមាននៅក្នុងផ្ទះគេហើយសេចក្តីសុចរិតរបស់អ្នកនោះក៏គង់នៅជាដរាបមានពន្លឺភ្លឺឡើងក្នុងទីងងឹតសម្រាប់មនុស្សទៀងត្រង់គេជាអ្នកមានចិត្តប្រកបដោយមេត្តាករុណាអាណិតអាសូរហើយសុចរិតអ្នកណាដែលមានចិត្តមេត្តាឲ្យគេខ្ចីនោះបានសប្បាយហើយអ្នកនោះនឹងរក្សាទុកនៅកិច្ចការខ្លួនតាមសេចក្តីយុត្តិធម៌ត្បិតគេមិនត្រូវរង្គើឡើយនឹងចេះតែមានសេចក្តីនឹកចាំពីមនុស្សសុចរិតនៅជារៀងរៀបដរាបអ្នកនោះនឹងមិនខ្លាចដំណឹងអាក្រក់ឡើយចិត្តគេបានមាំមួនហើយដោយទុកចិត្តនឹងព្រះយេហូវ៉ាចិត្តគេបានតាំងខ្ជាប់ខ្ជួនគេនឹងមិនភ័យខ្លាចឡើយដរាបដល់បានឃើញបំណងចិត្តកើតដល់ពួកសត្រូវខ្លួនគេបានចែកចាយគេបានចែកឲ្យដល់មនុស្សកំសត់សេចក្តីសុចរិតរបស់គេគង់នៅជាដរាបមនុស្សទាំងឡាយនឹងលើកមុខអ្នកនោះឲ្យមានកិត្តិសព្ទពួកមនុស្សអាក្រក់នឹងមើលឃើញហើយនឹងមានចិត្តខ្នាញ់គេនឹងសង្គ្រាតធ្មេញហើយរលាយបាត់ទៅបំណងចិត្តនៃមនុស្សអាក្រក់នោះនឹងវិនាសសូន្យទៅវិញ